គិតទៅស្នេហាជួបដោយចៃដន្យសម្រស់តូចតន់គ្មានពេលស្រពោនចាំកន្លងមកចេញរឿងលោកបិទសម្រេចអ្នកខ្លះគាត់ដឹងខ្ញុំត្រឹមតែអ្នករត់តុកទេបាទហើយតាមស៊ីពេលលោកបិទសម្រេចអីចឹងទៅបាទតាមពិតទៅខ្ញុំក៏ធ្លាប់ជាតារាចម្រៀងមួយរូបជាង2ទសវត្សរ៍មកហើយដែរបាទកាលនោះលោកបើសម្រេចប្រហែលនៅជាកីឡាបណ្ដោះនៅឡើយទេណាក៏ប៉ុន្តែខ្ញុំគោរពស្រឡាញ់អធិរាជសម្លេងមាសដោយសារគាត់នៅមានដំណក់ឈាមមួយគ្រាប់ទៀតខ្ញុំក៏ជួយផ្សព្វផ្សាយនឹងស្វែងរកយុត្តិធម៌ជូនគាត់ខ្លះដែរសេខេតសិនថានឹកសំណោះរឿងអតីតកាលដែលខ្ញុំធ្លាប់ជាតារាចម្រៀងអញ្ចឹងណាជាង20ឆ្នាំជាង2ទសវត្សរ៍កន្លងទៅហាក់ដូចជាលឿនពេកហើយស្រាប់តែមានអ្នកខមមិនមកថាមិនដឹងជាតារាចម្រៀងស្អីមិនដែលលើមកបត់មានន័យថាគាត់មិនដែលស្គាល់យើងមិនដែលដឹងយើងអញ្ចឹងគាត់គិតថាយើងអួតគ្រាន់តែអួតអញ្ចឹងយ៉ាងណាមិញដូចជារឿងលោកបើសម្រាប់អញ្ចឹងបងប្អូនប្រិយមិត្តណាគាត់ដឹងខ្លួនគាត់ប្រវត្តិគាត់ពីអតីតកាលរួចមកហើយដោយសារម្ដាយធំម្ដាយចិញ្ចឹមរបស់គាត់ប្រាប់បាទអញ្ចឹងអ្នកដែលដឹងថាលោកបើសម្រាប់ជាកូនអ្នកណានោះគឺមានតែលោកយាយធីម៉ារីទេដែលជាអ្នកចិញ្ចឹមគាត់បាទសម័យកាលនោះយើងមិនទាន់មានប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជាFacebook TikTok YouTube បាទអញ្ចឹងហើយព័ត៌មាននឹងគឺតិចណាស់ដែលអ្នកដឹងបាទសូមជម្រាបសួរលោកតាលោកយាយពុកម៉ែបងប្អូនប្រិយមិត្តជាទីគោរពស្រឡាញ់រាប់អានពីខ្ញុំបាទបងកង3ស្ទឹងត្រែងព្រំដែនឡាវថ្ងៃនេះខ្ញុំបាទសូមលើកយកនៅបទចម្រៀងអតីតកាលដែលខ្ញុំធ្លាប់ជាតារាចម្រៀងច្រៀងឲ្យផលិតកម្មមួយចំនួនផងដែរយកមកចាក់ផ្សាយឲ្យពុកម៉ែបងប្អូនប្រិយមិត្តឲ្យបានស្គាល់ខ្លះបាទកាលពីអតីតកាលខ្ញុំក៏ជាតារាចម្រៀងមួយរូបនឹងគេដែរហើយក៏ធ្លាប់ច្រៀងនៅតាមអាហ្វែនៅតាមហាងមីកាដែនផងដែរណាបងប្អូនប្រិយមិត្តបាទអញ្ចឹងសូមឲ្យប្រិយមិត្តមួយចំនួនបាទយល់នៅប្រវត្តិពីអតីតកាលខ្ញុំខ្លះបាទពីព្រោះកន្លងមកចេញរឿងលោកបើសម្រេចមកបាទគឺខ្ញុំបានផ្សព្វផ្សាយព័ត៌មានលោកបើសម្រេចបាទហើយបានសម្ភាសសាកសីហើយបានរកផុសតាងមួយចំនួនដើម្បីបង្ហាញមហាជនពីព្រោះខ្ញុំឃើញភាពអយុត្តិធម៌របស់រឿងលោកបើសម្រេចបាទអញ្ចឹងហើយខ្ញុំក៏តាមជួយលោកបើសម្រេចមិនមែនតាមស៊ីពេលោកបើសម្រេចទេណាបាទពីព្រោះកន្លងមកមានបងប្អូនប្រិយមិត្តមួយចំនួនគាត់ចូលខមមិនថាអាកង់3ឥឡូវវាតាមស៊ីពេលោកបើសម្រេចណាមិនមែនតាមស៊ីពេទេគឺខ្ញុំក៏ធ្លាប់ជាតារាចម្រៀងមួយរូបផងដែរហើយដោយសារឃើញភាពអយុត្តិធម៌របស់លោកបើសម្រេចខ្ញុំក៏តាមស្វែងរកយុត្តិធម៌ជួយខ្លះនិងលើកហេតុផលខ្លះដើម្បីជួយលោកបើសម្រេចពីព្រោះខ្ញុំស្រឡាញ់ស្នេហាវិស័យសិល្បៈខ្ញុំតែងតែគោរពបាទអធិរាជសម្លេងមានលោកស៊ិនស៊ីសមុទ្រអញ្ចឹងនៅពេលដែលគាត់មានដំណក់ឈាមនៅមួយគ្រាប់ទៀតនៅសល់ដំណក់ឈាមមួយគ្រាប់ទៀតគឺខ្ញុំសប្បាយរីរំភើបណាស់បងប្អូនណាបាទអញ្ចឹងហើយឃើញមានភាពអយុត្តិធម៌បែបនេះខ្ញុំក៏ជួយស្វែងរកផុសតាងខ្លះដើម្បីបង្ហាញមហាជនពីព្រោះប្រវត្តិមនុស្សយើងម្នាក់គ្មានអ្នកណាដឹងយើងគ្រប់រឿងទេណាបើយើងមិននិយាយចេញប្រាប់និយាយប្រាប់ឲ្យគេដឹងគឺគ្មានអ្នកណាដឹងរឿងយើងគ្រប់រឿងទេបងប្អូនបាទយ៉ាងណាមិញដូចរឿងខ្ញុំអញ្ចឹងអ្នកខ្លះគាត់ដឹងខ្ញុំត្រឹមតែរត់តុកតែប៉ុណ្ណោះបើគាត់មិនបានស្ដាប់បទចម្រៀងខ្ញុំមើលសកម្មភាពកាយវិការរបស់ខ្ញុំគឺគេដឹងខ្ញុំស្គាល់ខ្ញុំត្រឹមតែរត់តុកទេអញ្ចឹងកន្លងមកចេញរឿងលោកបើសម្រេចអ្នកខ្លះគាត់ដឹងខ្ញុំត្រឹមតែអ្នករត់តុកទេបាទហើយតាមស៊ីពេលោកបើសម្រេចអីអញ្ចឹងទៅបាទតាមពិតទៅខ្ញុំក៏ធ្លាប់ជាតារាចម្រៀងមួយរូបជាង2ទសវត្សរ៍មកហើយដែរបាទកាលនោះលោកបើសម្រេចប្រហែលនៅជាកីឡាបណ្ដោះនៅឡើយទេណាក៏ប៉ុន្តែខ្ញុំគោរពស្រឡាញ់អធិរាជសម្លេងមាសដោយសារគាត់នៅមានដំណក់ឈាមមួយគ្រាប់ទៀតខ្ញុំក៏ជួយផ្សព្វផ្សាយនឹងស្វែងរកយុត្តិធម៌ជូនគាត់ខ្លះដែរណាបងប្អូនមិនមែនតាមស៊ីពេលោកបើសម្រាប់ទេណា
បាទហើយប្រវត្តិយើងម្នាក់គ្មានអ្នកណាដឹងច្បាស់ក្រៅពីខ្លួនយើងទេយ៉ាងណាមិនដូចរឿងខ្ញុំចឹងពីអតីតកាលគ្មានអ្នកណាដឹងប្រវត្តិខ្ញុំថាជាតារាចម្រៀងទេរហូតដល់ខ្ញុំយកមកផុសនៅលើទំព័រ page Facebook ខ្ញុំបាទខ្ញុំសរសេរ caption ថានឹកសំណោះរឿងអតីតកាលដែលខ្ញុំធ្លាប់ជាតារាចម្រៀងអញ្ចឹងណាជាង20ឆ្នាំជាង2ទសវត្សរ៍កន្លងទៅហាក់ដូចជាលឿនពេកហើយស្រាប់តែមានអ្នក comment មកថាមិនដឹងជាតារាចម្រៀងស្អីមិនដែលលើមកបត់មានន័យថាគាត់មិនដែលស្គាល់យើងមិនដែលដឹងយើងអញ្ចឹងគាត់គិតថាយើងអួតគ្រាន់តែអួតអញ្ចឹងយ៉ាងណាមិញដូចជារឿងលោកបឺតសម្រាប់អញ្ចឹងបងប្អូនប្រិយមិត្តណាគាត់ដឹងខ្លួនគាត់ប្រវត្តិគាត់ពីអតីតកាលរួចមកហើយដោយសារម្ដាយធំម្ដាយចិញ្ចឹមរបស់គាត់ប្រាប់បាទអញ្ចឹងអ្នកដែលដឹងថាលោកបឺតសម្រាប់ជាកូនអ្នកណានោះគឺមានតែលោកយាយធីម៉ារីទេដែលជាអ្នកចិញ្ចឹមគាត់បាទសម័យកាលនោះយើងមិនទាន់មានប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជាFacebook TikTok YouTube បាទអញ្ចឹងហើយព័ត៌មាននឹងគឺតិចណាស់ដែលអ្នកដឹងបាទអញ្ចឹងលោកបឺតសម្រាប់ក៏គាត់ធ្លាប់ប្រាប់គេដែរកាលពីអតីតកាលជាកូនរបស់លោកតាណាអញ្ចឹងមានអ្នកខ្លះគាត់ដឹងទៅដូចជារឿងខ្ញុំជាតារាចម្រៀងកាលពីជាង2ទសវត្សរ៍មុនអញ្ចឹងមានអ្នកខ្លះគាត់ស្គាល់គាត់ដឹងអញ្ចឹងទៅអ្នកខ្លះគាត់ដឹងដល់ពេលយើងលើកយកមកនិយាយនៅពេលនេះបែរជាគាត់ថាយើងអួតឬក៏ចេះតែលើកដំកើងខ្លួនឯងតែយើងបង្ហាញយើងមានផុសតាមប៉ុណ្ណឹងហើយនៅគិតថាយើងយករូប edit ជា AI យកមកបង្ហាញទៅវិញបងប្អូនមានអ្នកខ្លះអញ្ចឹងគិតអញ្ចឹងណាបាទតែឥឡូវខ្ញុំសូមនាំពុកម៉ែបងប្អូនប្រិមិត្តមកតាមដានស្ដាប់បទចម្រៀងអតីតកាលរបស់ខ្ញុំដែលជាបទផ្ទាល់ខ្លួនខ្ញុំតែម្ដងមានចំណងជើងថាជួបដោយចៃដន្យបទនេះបទថ្មីអត់មិនមែនបទអ្នកណាទេគឺបទកម្មសិទ្ធិរបស់ខ្ញុំតែម្ដងគឺជួបដោយចៃដន្យបាទហើយតួអង្គសម្ដែងគឺលោកសុភានិងកញ្ញាលីណាសូមអញ្ជើញរីករាយតាមដានទស្សនាស្ដាប់ដូចតទៅលប់ថ្ងៃមួយនៅទួលសង្ការគយគុណដួងខែរាពេញបរមីចោលភ្នែកមកក្រោមមើលចំភាំងស្រីញញឹមប្រំប្រៃសំដៅមកបងអូស្នាមញញឹមជំនួងសំដីខាងចង់ហាស្ដីវាចាឆ្លើយឆ្លងសំឡឹងមើលរៀងសែនស្លុតកន្លងឲ្យបេះដងបងចងចិត្តលើអូនគិតទៅស្នេហាជួបដោយចៃដន្យសម្រស់តូចតន់គ្មានពេលស្រពោបងខំដើរតាមទៅដល់ផ្ទះអូនយប់យំស្ងាត់សូនស្រីចូលផ្ទាំងបាត់សំឡឹងព្រះច័ន្ទជាថ្មីម្ដងទៀតកណ្ដាលអាត្រៀតព្រះច័ន្ទបាំងឆាត់រីត្រីស្ងាត់ឈឹងពពករសាត់ដោយស្នេហ៍បងបាត់ពីដៃរៀមរាគិនទៅស្នេហាជួបដោយចៃដន្យសម្រងតូចតន់គ្មានពេលស្រពោ
នបងខំដើរតាមទៅដល់ផ្ទះអូនយប់យន្តស្ងាត់សូនស្រីចូលផ្ទាំងបាត់សំឡឹងព្រះច័ន្ទជាថ្មីម្ដងទៀតបណ្ដាលអាត្រៀតព្រះច័ន្ទបាំងឆាត់រីត្រីស្ងាត់ឈឹងពពករស័ព្ទដោយស្នេហ៍បងបាត់ពីដៃរៀមរា